Ok, chuột khi mà đón tiếtជាមួយខ្ញុំIT ឥតចាយថ្ងៃនេះខ្ញុំមកបញ្យល់ខ្លះៗពីហេតុអីបានជាខ្ញុំធ្វើ Windows Server ហើយខ្ញុំឲ្យយើង store local folder មួយដាក់ឈ្មោះដាក់អីចឹងណាដើម្បីងាយស្រួលចំណាំហ្នឹងមិនមែនត្រឹមតែងាយស្រួលចំណាំទេគឺយើងអាចយកអាហ្នឹងយកទៅប្រើបន្តទៀតបានណាហើយថ្ងៃហ្នឹងបែរជាត្រូវប្រាប់ពី file screening មួយដែរនៅក្នុង Windows Server អញ្ចឹងមុនពេលខ្ញុំទៅបើក VMware ខ្ញុំយើងឃើញហើយថាក្នុង VMware យើងវាមាន Windows Client មួយ Windows AD មួយហើយ FortiGate Lab ដែលយើងតេស្តពីម្សិលមិញហ្នឹងអញ្ចឹងខ្ញុំនឹងប្រាប់ថាហេតុអីយើងអាចដាក់ folder store អញ្ចឹងយើងអាចមានអត្ថប្រយោជន៍បានណាអត្ថប្រយោជន៍នោះគឺយើងអាច copy image ទាំងមូលយកទៅផាសឲ្យអ្នកផ្សេងប្រើបានឬក៏យើងចង់ដាក់នៅហ្នឹងហើយបើក VMware ហ្មងអត់ hot set up Windows step by step ម្ដងទៀតគឺយើងបើកប្រើតែម្ដងណាអញ្ចឹងយើងទៅបើក VMware មកហើយយើងអនុវត្តផ្ទាល់តាមសាលាវិមានទឹកម៉ៅខ្ញុំវា free click ចុចតែមួយទេតែវាលួត double ណាអញ្ចឹងឥឡូវខ្ញុំមាន Windows 1ជា Windows 10ហើយនេះ Windows Server អញ្ចឹងខ្ញុំនឹងទៅបង្ហាញថាយើងធ្វើរបៀបម៉េចទៅត្រង់នឹង file យើងនេះគឺខ្ញុំឧទាហរណ៍ថាខ្ញុំ copy វាមួយមកហើយខ្ញុំផាសវាទៅនឹងតារាណាឬក៏យើងដាក់នៅកន្លែងណាផ្សេងទៅបានណាយើង copy make Windows នឹងមួយទាំងមូលស្មើនឹងយើង copy ចែកគ្នាយកទៅប្រើដែរដោយអ្នកផ្សេងគាត់ខ្ជិល set up Windows វិញអញ្ចឹងណា10G ជាងដែរមេឃយើង 16G អញ្ចឹងខ្ញុំចូល rename វាកុំឲ្យខ្ញុំច្រឡំគ្នាអញ្ចឹងអាលើ Windows Client មួយអានេះខ្ញុំដាក់ Client 2ចុះហើយយើងត្រូវចូលមកបដូរWindows rename មិនមែនបដូរទេណាយើង rename នេះ VMware team member ហ្នឹងយើង rename មួយមកកុំឲ្យវា ID ជាន់គ្នាអញ្ចឹងយើងដាក់ថា client 02ចុះVMware team member នឹងមួយយើងត្រូវទៅ rename virtual config នេះមួយដែរមកដាក់ឈ្មោះឲ្យដូចគ្នាទៅកុំឲ្យច្រឡំ client 02មួយទៀតយើងអាច virtual VMware virtual machine នេះ rename មកតែប៉ុន្តែ rename តែមួយក៏ពេលយើងបើកក៏វានេះដែរវានឹងអូតូដែរទេខ្ញុំ rename អញ្ចឹងហើយយើងនឹងទៅបង្ហាញថាយើងទៅបើកមិនបាទយើងបើក VMware មកទីVMware យើងអត់មានអីទាំងអស់ដែរណាយើងចូល file ចូល open យកមក open ហើយយើងទៅរក folder client 02បាទ client 02អញ្ចឹងយើងឃើញនេះឈ្មោះយើង rename មិញណាអានេះបើយើងអត់តន់ rename វាច្បាស់យើងអត់តន់វា ID ចាស់ដែរណា ID ជាមួយនឹង01នេះយើងលើកយើងបើកមកមិនឃើញចាណាអានេះ alpha ដើមអញ្ចឹងអានេះ file ទី2យើងចុចពីលើហ្នឹងបើកមួយមកបាទអញ្ចឹងគ្រប់យ៉ាងយើងចង់បដូរក៏បានអត់បានតែខ្ញុំយកមកបដូរដាក់វាមិន4ចុះណា open network វាយើងចុច open ហើយ copy បាទអញ្ចឹងនៅពេលដែលយើង copy ទិន្នន័យវានៅវា copy ពីអានេះយកមកអញ្ចេះឲ្យវាស្គាល់គ្នាទេណាអញ្ចឹង copy make window នឹងមកទាំងមូលដើរដូចជា clone ដែរណាបាទអញ្ចឹងចូលមកអានេះដោយសារ user យើងចាស់ក្នុង Windows ហ្នឹងយើងធ្វើអីបានខ្លះគឺមក image ដូចគ្នាមកទាំងអស់ណា join command ហើយក៏វានៅ join command ទាំងដែរមាន user AD នៅក្នុងហ្នឹងដែរណាហើយសួរថាបើកទាំងពីរបានអត់បើកទៀត
បើក server មួយទៀតណាតែសម្រាប់ FortiGate យើងអាច clone យកទៅចែកគ្នាអញ្ចឹងបានទេដោយសារតែ license វា count តាមថ្ងៃតែម្ដងយើងឲ្យអត់ចាប់អត់នេះទេណាឥឡូវនេះ Windows 02 យើងនេះតាមពិតយើងត្រូវចូលទៅ rename អានេះមួយទៀតកុំឲ្យវាច្រឡំគ្នានេះអានេះមកពីធំពេកបាទអានេះយើងមើលមកហ្នឹងហើយវាងាយស្រួលចឹងងាយស្រួលដល់ថាពេលយើងធ្វើ Windows ហើយយើងខ្ជិលsetup Windows step យូរពេកណាអញ្ចឹងយើង copy folder ហ្នឹងមកទុកប្រើណាយើង copy មក folder ហ្នឹងទុកប្រើ Windows AD server នេះក៏អញ្ចឹងដែរណាយើងអាច copy យកទៅចែកគ្នាប្រើបានប្រហែល G 17 G អានេះមួយច្រើន G យើងអាចងាយស្រួលអញ្ចឹងសម្រាប់ Windows Server ថ្ងៃនេះខ្ញុំបង្ហាញមួយទៀតគឺយើងធ្វើ file screening ហេតុអីបានយើងត្រូវធ្វើ file screening បើយើងអត់ធ្វើទេគឺអ្នកដែលគាត់មានសិទ្ធិ read write អ្នកដែលមានសិទ្ធិ read write គាត់ copy data ពី computer គាត់យកទៅទុកក្នុង server copy ចំ file execute ចំ exe.bat អីយកទៅហ្នឹងឬក៏ច្រឡំវាថ្ងៃណាមួយគេច្រឡំ double click execute server អីទៅវាមិនឆ្លងមេរោគអញ្ញៃពេញលើហើយអញ្ចឹងទៅគ្រប់ server ទាំងអស់គឺគេត្រូវតែមាន file screening ហ្នឹងអញ្ចឹងដំបូងខ្ញុំនឹងកុំព្យូទ័រនេះអាចនឹងតាក់ទងទៅ server អត់បានទេដោយសារយើងអត់បើក FortiGate ជាចឹងទៅខ្ញុំ ping មួយមក cmd ping 192.168.10.2 ហ្នឹង server យើងping អត់ស្គាល់ទេដោយសារអីស្មើនឹង switch យើងអត់បើក FortiGate យើង firewall យើងវាត្រូវស្គាល់តាមរយៈ firewall ដោយសារ firewall យើង route ពី Windows ទៅ server ណាឥឡូវយើងចាំមើលថាពេលដែល FortiGate យើងបើកដើរវា ping ស្គាល់អត់ណាឥឡូវវាកំពុងតែ ping មិនទាន់ស្គាល់ទេហើយយើងចាំមើលពេលដែល FortiGate យើងដំណើរការមកយ៉ាងនេះហើយវាបើកពីមិនពុនមែនត្រូវតិចuser admin password អូខេ account ហើយយើងមកមើលអានេះអត់ទាន់ស្គាល់ហើយយើង remote AD យើងប្រហែលម៉ាន20ចុច20នេះមកកាត់យើង ASA ចូលមក ASA អត់បានយើងមើលទៅASA អត់បានយើងមើលសិនថាតើ FortiGate យើង IP ASA យើងឥឡូវវាប្រហែល128ដដែលតា 20.128 ខ្ញុំយក Windows Client នេះចូលមើល Windows Client យើងចាប់ IP ពី FortiGate អត់disable ហើយ enable វិញមើលdisable
pin nắp bộ quanh máu nè reply tôi ra dương bạn môn cao thì những cái stack network tí hơn chiều rồi anh ấy dương mơกันta dương ping pin mà score lại mình dương ping màu AD server score lại ngàn đi vậy mà mượn network AD thìนี่รีโมทตามนี่bán dươngรีโมทตาม Windows client mới mùi cao phí cho mùi hoặc phải cho làm như lỗi SA cả đó nhỉ cho thấy cho mùi mùi cao phí cho mùi hoặc phải cho thấy cho mùi cho ngọc thấy ở đây một cho ngọc thấy mình đây là sẽ cho đỏ một tam gateway của bạn đấy một tam Discord chứ mấy remote bị khéo này ở score dân trong vì tục kiện cả đá người dân vì buộc phần hào tịt có thể là trong remote gọi là việc đã hỏi chẳng ở mấy nhóm rap tha AD server dưới cứ dương test file screening tại một lần test nhung first ca xạ là bộ mà để ngọc nên mưa là tá từ bộ lấy computer client nè kiêng bạn ta hai nhung miền pha EXE mua cho đi và EXE CMD pha nắng cứ map execute là lớn nhung tay copy ní xin đi vào để sao giờ mở một crói nhưng tay sang áo sang in nữa xin network như mà anh ấy nhung ở thưa tay thế là nhung bắt trâu là ngon tới mọi vì si cầm làm mà sân ru khăn bé anh ấy nè bớt cộng máu nhung một tí hồ thà nhung mình login chỉ mua nhóm chẳng chỉ ai thí chân nhung pha qua mấy nó bàn ở copy file này nó dùng một phát bàn bán nó nhung tay pha bán thì folder people phải chạm nó permission nhóm cứ delete bán đi rồi mấy nguyên permission không đấy các bạn delete bán tay khác nó nằm tay phải bằng mũi ok sẽ làm permission rồi mấy đặt là lực toàn phải mối cứ phù ta đấy trong ta retry đi ok trắng anh tay mới mối cái tòa máu không ở nè anh ấy nó không AD nó không trải dưới nó không trải xe hay file này insert on tay phải máu bán nè bàn là dùng lục chào automation lục tiệm như là thầm ra giống như permission lục ok tục là đằng xanh chẳng giờ mặt vừa file screening qua screening nhông châu từ
mình không ní hả ok làm lục chào tam admin server đi có chẳng đi show đó tiếp vào chỉ lên khơi như refresh mà trên còn trai nữa bạn ơi chẳng không nam mình lục bật bàn thì còn nha thầy lục chào thìต่อมาយើងទៅ install file screening ណា add role and feature next ต่อមកយើងរកពាក្យថានេះ file and storage service ហើយយើងទៅរកពាក្យថានេះ file server resource manager add មក next កន្លងវាមក install មកបួកsuccess នេះតោះមកយើងត្រូវចូលនៅក្នុង tool file server resource manager តោះមក file screening ហើយយើងទៅ create យើងប្រើយើងទៅ screening កន្លែងណាអញ្ចឹងមុនហ្នឹងយើងបង្កើត folder មួយនៅក្នុង drive នេះ department ណា department យើង screening ទាំងអស់ហ្មងឬក៏យើងចង់ screening តាម SAP ក៏បានដែរតែខ្ញុំ screening ទាំងអស់ពីព្រោះអីក្នុង department ហ្នឹងយើងមិន allow ឲ្យបុគ្គលិកទាំងអស់ដាក់នេះបាននេះណាហើយយើង custom បានណា custom file ហ្នឹងបានយើង screening ប្រភេទ file អីគេដែលយើងមិនចង់ឲ្យគាត់ដាក់បានណាដាក់ file នឹងបានណាយើង create ក៏បានណាយើងដាក់ group យើងដាក់ប្រភេទ file .exe នេះវាដាក់ sample ឲ្យយើងមើលណាដើម្បីយើង custom មកវាដាក់ផ្កាយមួយ .exe ផ្កាយមួយ .bat អីចឹងប្រភេទ file execute ប្រភេទអីហ្នឹងអានេះ default ហ្នឹងបើយើងយក default មានតែប្រហែលនេះប្រភេទ OYO ប្រភេទអីនេះអញ្ចឹងជា recommend ខ្ញុំឲ្យយើង custom ទៅ custom យើងអាច custom បានតាមប្រភេទ file ដែលយើងចង់បានcreate មួយមកខ្ញុំរនឹកមិនចង់ឃើញយើងបាច់ឥឡូវយើងដាក់ថា group exe ឬក៏មិនភេទ.exe add .bat យើងចង់ដឹងយើងដាក់ .pdf អីបានណាយើង add វាមកអាច add បានតោះមកយើង tick លើវាមកអូខេមក create template block ក្នុងហ្នឹងយើងចង់ធ្វើអីខ្លះហ្នឹងវាបានណាតោះមកខ្ញុំទៅតេស្ត
ផាសម្ដងទៀតឲ្យ make sure permission យើងបាននេះយើងសាញ out ហើយយើងសាញ in មកវិញមកឥឡូវយើងតេស្ត copy មកហើយយើងចូលមកត្រាយយើងតោះមកយើងយកមកផាសកន្លែងណាមកផាសណាអូខេផាសបានហើយអញ្ចឹងមុនហ្នឹងយើងអត់បាន filter cmd ទេ .cmd អញ្ចឹង .cmd ចូលបានឃើញទេដោយសារតែយើងប្លុកតែ exe នៅក្នុងក្រុមនេះយើងចាំមកមើលនេះយើងប្លុកតែប៉ុណ្ណេះឥឡូវយើងចង់ដឹងយើងដាក់ថែម .cmd មួយទៀតណាអាមុនយើងផ្លាស់យើងផាសចូលបាន cmd អញ្ចឹងខ្ញុំថែមមួយទៀតខ្ញុំអាប់ដេតទៅខ្ញុំចូលផាសផ្សេងអីចាប់តាមលេខបានហើយណាអូខេដេតមកអញ្ចឹងយើងធ្វើ screening ហ្នឹងដើម្បី prevent កុំឲ្យបុគ្គលិក execute ចេះបានឃើញទេនេះនៅពេលដែលយើងផាស file ចូលគឺច្រឡំដៃ double click ស្មើនឹង run បាទហើយណាអញ្ចឹងខ្ញុំតេស្តនៅលើនេះមិញខ្ញុំអាចផាសបានអីបានប៉ុន្តែឥឡូវគឺ copy ស្អីកន្លែងចូលហើយដោយសារអីក្នុងហ្នឹងយើង screening ហើយណាscreening ហើយក្នុងនេះខ្ញុំផាសម្ដងទៀតអា cmd នោះក៏ឡើងចូលដែរនេះអានេះដោយសារមុនហ្នឹងយើងភ្លេចលុបចោលខ្ញុំគឺយើងអត្ថប្រយោជន៍នៃ screening វាការពារមិនឲ្យ client copy file execute ចូលណាហើយយើងអាច prevent video ណា prevent អីកុំឲ្យអ្នកខ្លះវីដេអូមួយ 4-5G ហើយក្នុង folder ហ្នឹងយើងសម្រាប់ share តែឯកសារទេទុកដាក់តែឯកសារទេហើយគាត់អបសុកទៅដាក់វីដេអូអត់កន្លែងដាក់មានរឿងថៃថ្មីមកមួយរឿងចប់ល្អមើលមិនដឹងទុកណាអត់មាន external អីដាក់អីខ្ចីដាក់ក្នុង server សិនណាមួយ 4-5G ម្នាក់ដាក់ 5G ម្នាក់ដាក់ 10G ពេញអត់ដឹងរឿងហើយអញ្ចឹងយើង prevent ទាំង file វីដេអូឬក៏អីយ៉ាងទៀតណាអាហ្នឹងសម្រាប់ file screening ណាវីដេអូបន្ទាប់ខ្ញុំនឹងធ្វើ Discota ឲ្យទៀត Discota ហ្នឹងដើម្បីអីគឺយើងចែកអានេះត្រាយរួមនៅក្នុង department ឧទាហរណ៍ក្នុង department finance មានបុគ្គលិក 50 នាក់អញ្ចឹងក្នុង 50 នាក់ហ្នឹងគាត់ចូលមើលអ្នកមាន permission read ឬ garage អីចូលមើលបានអញ្ចឹងណាសម្រាប់រួមអញ្ចឹងយើងត្រូវបង្កើត folder ផ្សេងមួយទៀតសម្រាប់ឲ្យគាត់ private ឬក៏គេហៅ individual folder អញ្ចឹងគឺយើងចែកឲ្យគាត់មាន folder ខ្ញុំនឹងបង្ហាញរបស់ company មកនេះឃើញមាន individual អញ្ចឹងឲ្យម្នាក់ 20G ផ្សេងអាហ្នឹងគាត់អាចប្រើបានម្នាក់ 20G អាចមានត្រប់បកចែកគ្នាអីចឹងទៅណាអញ្ចឹងដោយសារពេលយើងសល់ច្រើនដែរខ្ញុំ share ឲ្យតិចទៀតយើងចូលនៅក្នុង drive C ដែរមកយើងបង្កើតអានេះយើងមាន file department មួយអញ្ចឹង currently យើង log ចូលក្នុងនេះមកយើងឃើញមាន department អញ្ចឹងខ្ញុំនឹងបង្កើត folder មួយទៀតហើយយើង share យើងបង្កើតថា public ចុះ public ណា public ហ្នឹងយើង share ទៅ everyone ព្រោះអីវាឈ្មោះជា public អញ្ចឹងអ្នកទាំងអស់គ្នាអាចមើលឃើញshare everyone ប៉ុន្តែយើងឲ្យ retry
retry តែយើងត្រូវធ្វើ security នៅលើ retry ហ្នឹងeveryone ហ្នឹងគាត់អាចធ្វើអីបានខ្លះeveryone យើង change គាត់មកshare travel sorry share permission everyone បើយើងដាក់ full control មិនកើតទេ change read យើងសាកនេះសិនមានន័យថាយើងអាចឲ្យគាត់ copy ឯកសារអាចអីចូលអាច read បានគ្រាន់ថាយើង prevent កុំឲ្យគាត់លុបរបស់គេទៅដាស់ហើយពេលខ្លះគេមានព័ត៌មានឬមេរៀនអីគាត់គេ share នៅក្នុងហ្នឹង share នៅក្នុងហ្នឹងមានអ្នកខ្លះគាត់ចូលមើលហើយគាត់មិនមែនចង់លុបទេប៉ុន្តែគាត់ដាក់ធ្លាក់អីវ៉ាន់អីលើ keyboard ចង់ប៊ូតុង delete ទៅទៅអីវ៉ាន់ទៅអាហ្នឹងគឺយើងដាក់កុំឲ្យច្រឡំលុបនិយាយទៅកុំឲ្យមានសិទ្ធិលុបហ្មងហើយយើងដងទៀតមិញធ្វើអីខ្លះចង់ភ្លេចទេអូខេយើង share ហើយសម្រាប់អានេះដូចជាអត់មានធ្វើអីកែទេអ្វីដែលយើងត្រូវធ្វើយើងមកចូល server យើងមើលចូលគេមានអូខេនេះ public យើង share មិញអូខេអញ្ចឹងយើង copy អានេះមក copy យកទៅធ្វើអីគឺយើង copy យើងទៅចូលនៅក្នុង server យើង try C Windows Civil យើងថែមdomain script អញ្ចឹងយើងចូល edit script យើងដើម្បីអីដើម្បីឲ្យវា log on auto ហ្នឹងហើយណាអញ្ចឹងខ្ញុំ copy អានេះមកយើង paste យើងដាក់ថា map អា script នេះយើងបន្តមួយគឺវាអត់ execute អត់ run ទេយើងជាកន្លែងយើងមានន័យថា node map public folder អញ្ចឹងអានេះមិញយើងត្រូវចូល path copy path វាមក public ហ្នឹងនៅកន្លែងណាហើយដូរអានេះយើងដូរមក try អីផ្សេងកុំឲ្យជន់ try គ្នាណាដាក់ try y ចុះ y អូខេតមកយើង path butch យើង rename ថា public save execute មកអូខេអញ្ចឹងអ្នកចេញត្រាយមួយទៀតឃើញទេអញ្ចឹងរបៀប share ត្រាយហើយដាក់ script យើងចង់បង្កើតតទៀតក៏បានបាទយើងចូលមក try C បង្កើតអីផ្សេងមួយទៀតមកបង្កើត share map network បាទ Dropbox ហើយយើង share មក share everyone យើងគ្រាន់តែកុំឲ្យមានសិទ្ធិលុបទៅបានហើយអូខេហើយ permission everyone មុននឹងយើងឲ្យធ្វើអីឥឡូវមុននឹងអានោះខ្ញុំ share everyone តែយើងដូចជាដក full ណាដក full យើងចង់ដឹងថាយើងអាចទៅបង្កើត folder ក្នុងនឹងបានអត់ណាយើងអ្វីដែលគោលបំណងយើងគឺ prevent តែលុបឯណាតែអាចផាសបានអូខេអានេះយើង share ហើយដក full មួយទៀតណាអូខេអញ្ចឹងអានេះយើងចេញ Dropbox មកហើយអូខេคลิกគង់ទៅចូលមកក្នុងនេះចូល Windows យើងទៅរក script យើងមក C4 domain
script nè script hãy dương cho edit dương copy này mẹ bị cái Dropbox ấy Dropbox này dương cho xây bây giờ mình tục chất khai cho xây ở trớ nhưng ta copy được như mình mà Dropbox bây giờ ta xây ở trớ rắn cái gì rồi hay anh ấy có mình ai ở đội cái này rồi chứ chết rồi bị đã có mọi vía chọn cái này được bài này set ok save hết rán môi tiệt error mà bạn Dropbox mà ok chẳng dương từ mưa lại anh dương sang ai hay sang in máu miền là toàn miền này sang ai sang in sẵn hay sang ai sang yêu in những ai đừng miên đời xa ấy đời xa ta user dương miệng dương anh biết update đây thì cứ script dương mình là script nâng cả đại rồi nè hơi user dưới profile user cứ miền profile ở hỏi nè profile dưới miền script nâng cả đại thì vì anh mình đã update đây thì chẳng cứ script folder để dân ban map cứ trâu màu đằng ngọn này đó ở đây để dân thực tế cứ permission vừa ấy bàn là lượng năng thấy dương gọi mình đặt toàn đặt screening ấy đá fileประมาณ này xe folder pi khỏi nó cứ dương bạn screening thì dương đã file screening dương thử mười tại folder nè để dương xe map everyone ai copy vào này máu và chứng đầm bay xe ấy xem tiếp vì ở nhiên ấy của bạn thì nó dương có cao xe nó không nữa hay dương tay nữa dương vừa ấy bàn khác nông nè cả phụ đỡ bàn đó cả phụ đỡ bán delete bàn đó delete bàn ok chẳng dương thử vừa prevent mình oi delete bán mình oi ấy bàn thì nó để tồn nâng bà dân chia ai châu mau delete bàn ai châu mà dùng vào free click chẳng dương xe everyone nói oi nè delete bàn chẳng tì nữa chẳng dương tới prevent kia cùng oi kia lục bàn dương trâu mau edit security nữa everyone dương oi full mến bằng tái rồi mới biết delete mình oi kế delete bàn tế advanced mà cho advanced lươn chiền nữa cho edit nè đỏ chỉnh đỏ happy nè apply mà chẳng tập bọn mấy nhóm đỏ hỏi rồi còn mọi lươn pe nhóm đỏ đi một chuyện dừng máu sự đảm tốt máu do security dừng do advanced dừng cho bị lỡ everyone do edit tốt máu nè dừng sâu và năng máu đỏ pi đi chỉnh apply ok hỏi dương update về một để nối testing thì dương sign out hay sign in mà update hơi nữa rồi ok login một chỗ máu public trên tay tập cao folder mới qua nó bàn này trở lại lúc từ bàn thì vân mình nói cái lúc bàn thì mọi cái lúc bật đi từ bên màu đó cứ phần này mình trắng vẽ khói nhưng thưa mình pha screening nhưng thưa mưa hào vậy chẳng ngờ vẽ khói khô tả mình đây ra chương chạy dương miên trọt bọc nắng dương nâng miên
ឈ្មោះរៀងខ្លួនណាបុគ្គលិកឈ្មោះបុគ្គលិកឧទាហរណ៍ថា folder ខ្ញុំដាក់ថាបាទអាហ្នឹងហើយ Dropbox ខ្ញុំអាចបង្កើត folder ដោយដាក់ឈ្មោះបានប្រហែលជាត្រូវធ្វើនៅតាមរយៈ Windows AD ទេអាហ្នឹងជុំមិញវាលោត mistake ឲ្យមើលហើយអញ្ចឹងយើងមើល mistake សិនមក mistake require permission to change the folder តែបើយើងចូលទៅធ្វើខាងនេះបាទអញ្ចឹងឧទាហរណ៍ថានៅពេលដែលខ្ញុំចង់ផ្ញើឯកសារអីមួយទៅឲ្យខាងម្នាក់នេះណាអញ្ចឹងខ្ញុំ copy ឯកសារអីយកមកឲ្យគាត់មកបូកបន្ទាប់មក finance គេចូលបោះគេមកគេនឹងមើលឃើញ folder គេចូលមើលតាមហ្នឹងណាហើយយើងនឹងត្រូវធ្វើ security នៅលើនឹងមួយតង់ទៀតនេះនៅលើមួយហ្នឹងមានន័យថាអ្នកផ្សេងអាច copy ផ្ញើឯកសារឲ្យគ្នាបានណាប៉ុន្តែពេលដែលផ្ញើចូលហើយគឺមិនអាចលុបទេបើសិនជាមានសិទ្ធិលុបពេលខ្លះខ្ញុំមានឯកសារផ្ទាល់ខ្លួនដាក់នៅក្នុង Dropbox របស់ខ្ញុំសោះគេផ្សេងចូលមកលុបបានហ្នឹងវាហានិភ័យអញ្ចឹងឧទាហរណ៍នេះមិញខ្ញុំទាញខ្ញុំដាក់ឲ្យគេហើយខ្ញុំតេស្តលុបនេះលុបអត់បានដោយសារតែយើងដាក់ permission ពីលើ Dropbox ហ្នឹងគឺមានសិទ្ធិផាសតែឲ្យលុបអូខេអញ្ចឹង security យើងដាក់តែប៉ុណ្្នឹងក៏បានដែរតែបើលុបបានគឺយើងត្រូវធ្វើមិនឲ្យអ្នកផ្សេងលុបបានទេណាយើង prevent ថាដូចខ្ញុំនិយាយដំបូងអញ្ចឹងគឺពេលខ្លះគេមិនមែនអ្នកផ្ញើឲ្យខ្ញុំខ្លួនឯងខ្ញុំទុកឯកសារក្នុង Dropbox របស់ខ្ញុំហើយដល់ពេលអ្នកផ្សេងចូលមកដល់មកលុបរបស់ខ្ញុំមិនកើតណាតែសម្រាប់ Dropbox គឺអានឹងអ្នកផ្សេងអាចចូលមើលបានតែបើយើងធ្វើ individual មួយទៀតសម្រាប់យើង share individual drive private គឺអ្នកផ្សេងអាចមើលបានទេណាគឺ share សម្រាប់តែម្នាក់ហើយយើង limit ឲ្យឧទាហរណ៍នេះ space hard disk រួម 79G អញ្ចឹងយើង share ទៅឲ្យគេម្នាក់មិនមែន share ទាំង 79G ហ្នឹងទេ share ទៅឲ្យតែប្រហែល G សម្រាប់ឲ្យទុកឯកសារគឺយើងបើ share ទៅទាំងអស់ចប់បាត់មានស្អីមាន space ណាដាក់ម្នាក់ដាក់ឯកសារប្រងព្រាតដាក់រឿងចិនទុកមើលអញ្ចឹងហើយយើងត្រូវធ្វើបាទតែនឹងសុំវីដេអូវគ្គក្រោយខ្ញុំនឹងប្រាប់អំពី Discord តែហើយយើងនឹងធ្វើពីរបៀប share ទៅ private របៀបធ្វើ Dropbox អីហ្នឹងឥឡូវយើងធ្វើប៉ុណ្ណឹងសិនអរគុណច្រើន